សួស្តីបងប្អូននិងប្រិយមិត្តដែលកំពុងរកស៊ីឬបើកហាងផ្ទាល់ខ្លួនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់សួររឿងពិតដែលចេញពីចិត្តមួយកាលពីមុនពេលបងប្អូនសម្រេចចិត្តចេញមករកស៊ីខ្លួនឯងតើបងប្អូនប្រាថ្នាចង់បានអ្វីជាងគេភាគច្រើនគឺចង់បានសេរីភាពមែនទេចង់ធ្វើជាថៅកែខ្លួនឯងមិនបាច់ស្ដាប់បញ្ជាអ្នកណាមានពេលសម្រាប់គ្រួសារនិងមានពេលដើរលេងកម្សាន្តប៉ុន្តែដល់ពេលចេញមករកស៊ីពិតប្រាកដរកស៊ីបាន2ឆ្នាំ3ឆ្នាំហាងចាប់ផ្ដើមធំមានម៉ួយចូលច្រើនមានបុគ្គលិកច្រើនបងប្អូនបែរជាមានអារម្មណ៍ថាខ្លួនឯងកាន់តែគ្មានពេលហត់នឿយជាងការធ្វើការឲ្យគេទៅវិញថ្ងៃណាដែលបងប្អូនឈឺឬចង់សុំច្បាប់សម្រាប់ដើរលេងជាមួយប្រពន្ធកូន2ទៅ3ថ្ងៃគឺដេកមិនលក់បារម្ភពីហាងសឹងតែត្រូវកាន់ទូរស័ព្ទដេជេទេបញ្ជាបុគ្គលិកពេញមួយថ្ងៃចុងក្រោយហាងខ្វះបងប្អូនតែមួយថ្ងៃមិនបានឡើយតើមកពីយើងរកស៊ីមិនទាន់ជោគជ័យមែនទេការពិតគឺមិនមែនទេបងប្អូនលក់ដាច់អាជីវកម្មដើរទៅមុខប៉ុន្តែបងប្អូនកំពុងតែធ្លាក់ចូលទៅក្នុងអន្ទាក់របស់ថៅកែឬភាសាបច្ចេកទេសគេហៅថា the self employment trap បងប្អូនមិនមែនជាម្ចាស់អាជីវកម្មឡើយតែបងប្អូនគ្រាន់តែជាបុគ្គលិកដែលដាច់ខាតមិនអាចខ្វះបាននៅក្នុងហាងរបស់ខ្លួនឯងតែប៉ុណ្ណោះនៅក្នុងវីដេអូចំណេះដឹងរកស៊ីថ្ងៃនេះខ្ញុំនឹងមកវះកាត់លាតត្រដាងថាតើហេតុអ្វីបានជាអាជីវកម្មកាន់តែធំអ្នកកាន់តែហត់ហើយខ្ញុំនឹងប្រាប់ពីយុទ្ធសាស្ត្រ3យ៉ាងក្នុងការបង្កើតប្រព័ន្ធការងារដើម្បីជួយបង្វែរអាជីវកម្មរបស់អ្នកឲ្យវាអាចរត់ទៅមុខដោយខ្លួនឯងបានទោះបីជាគ្មានវត្តមានបងប្អូនឈរមើលការខុសត្រូវក៏តោះមកស្ដាប់ការបកស្រាយលម្អិតជាមួយខ្ញុំទាំងអស់គ្នាការលាតត្រដាងកំហុសអញចេះតែម្នាក់ឯង The Micromanagement Trap ដើម្បីឲ្យបងប្អូនយល់ច្បាស់តើអ្វីទៅជាកំហុសដ៏ធំដែលធ្វើឲ្យថៅកែខ្នាតតូចនិងមធ្យម 90% ហត់នឿយសឹងតែគ្មានពេលដកដង្ហើមវាផ្ដើមចេញពីផ្នត់គំនិតមួយឃ្លាគឺគ្មានអ្នកណាអាចធ្វើការងារនេះបានល្អជាងអញឡើយសាកល្បងគិតមើលពេលយើងចាប់ផ្ដើមរកស៊ីដំបូងយើងធ្វើខ្លួនឯងទាំងអស់ពីព្រោះចង់សន្សំលុយយើងជាអ្នកទិញអីវ៉ាន់ចូលស្តុកខ្លួនឯងជាអ្នកលក់ខ្លួនឯងជាអ្នកវេចខ្ចប់ខ្លួនឯងជាអ្នកធ្វើបញ្ជីលុយកាក់ខ្លួនឯងសូម្បីតែម៉ូតូដឹកជញ្ជូនក៏យើងជិះដឹកខ្លួនឯងដែរដល់ពេលហាងរីកធំឡើងយើងចាប់ផ្ដើមជួបបុគ្គលិកចូលមកធ្វើការងារជំនួសប៉ុន្តែចិត្តរបស់យើងនៅតែមិនដាច់នៅតែមិនទុកចិត្តគេឲ្យតែបុគ្គលិកធ្វើការខុសបន្តិចបន្តួចឬធ្វើមិនត្រូវចិត្តយើងក៏ស្ទុះទៅដណ្ដើមការងារនឹងយកមកធ្វើខ្លួនឯងវិញរួចរអ៊ូថាឃើញទេចាំបាច់ជួពួកវាអស់លុយធ្វើអីបើចុងក្រោយអញនៅតែហត់ដដែលនឹងពេលខ្លះរឿងតូចតាចសោះដូចជាការសម្រេចចិត្តទិញថង់វេចខ្ចប់ឬការដោះស្រាយជាមួយភ្ញៀវម្នាក់បុគ្គលិកក៏ត្រូវរត់មកសួរនិងរងចាំការសម្រេចចិត្តពីបងប្អូនដែរការធ្វើបែបនេះគេហៅថា micromanagement ឬការគ្រប់គ្រងដែលលូកដៃសាកសៀតគ្រប់រឿងតូចតាចវាធ្វើឲ្យបុគ្គលិករបស់បងប្អូនក្លាយជាមនុស្សខួរក្បាលរ៉ូបូតគឺចាំតែបញ្ជាទើបធ្វើមិនហ៊ានគិតមិនហ៊ានសម្រេចចិត្តនិងមិនហ៊ានទទួលខុសត្រូវអ្វីទាំងអស់ព្រោះខ្លាចធ្វើទៅខុសត្រូវថៅកែជេរលទ្ធផលចុងក្រោយខួរក្បាលរបស់បងប្អូនប្រៀបដូចជាទំពក់ bottleneck ដែលត្រូវរ៉ាប់រងរាល់ការសម្រេចចិត្តរាប់រយរឿងក្នុងមួយថ្ងៃធ្វើឲ្យអ្នកអស់ថាមពលនិងគ្មានពេលទៅគិតគូររឿងយុទ្ធសាស្ត្រធំៗដើម្បីពង្រីកហាងឡើយការវិភាគស៊ីជម្រៅភាពខុសគ្នារវាងអ្នកលក់ដូរនិងអ្នកបង្កើតប្រព័ន្ធ deep analysis នៅក្នុងវិទ្យាសាស្ត្ររកស៊ីលំដាប់ខ្ពស់លោក McDonald ដែលជាម្ចាស់ hamburger ដ៏ល្បីល្បាញលើលោកគាត់ធ្លាប់បានបន្សល់ទុកមេរៀនមួយដ៏អស្ចារ្យគាត់សួរថាតើបងប្អូនជឿទេថាខ្លួនឯងអាចធ្វើនំដុត burger បានឆ្ងាញ់ជាងហាង McDonald មនុស្សភាគច្រើនឆ្លើយថាជឿខ្ញុំអាចធ្វើបានឆ្ងាញ់ជាងប៉ុន្តែសំណួរបន្ទាប់គឺចុះតើបងប្អូនអាចបង្កើតប្រព័ន្ធលក់ដែលអាចលក់ burger រាប់លានដើមទៅកាន់មនុស្សជុំវិញពិភពលោកដោយមិនបាច់ឈរដុតខ្លួនឯងដូច McDonald បានដែរឬទេចម្លើយគឺមិនអាចទេមេរៀននៅទីនេះគឺអាជីវកម្មដែលរឹងមាំនិងដើរទៅមុខបានវែងឆ្ងាយវាមិនមែនស្ថិតនៅលើភាពខ្លាំងពូកែរបស់បុគ្គលម្នាក់នោះទេប៉ុន្តែវាស្ថិតនៅលើភាពខ្លាំងពូកែនៃប្រព័ន្ធការងារក្រុមហ៊ុនធំៗគេលែងប្រើមនុស្សដើម្បីគ្រប់គ្រងមនុស្សហើយគឺគេប្រើប្រព័ន្ធដើម្បីគ្រប់គ្រងមនុស្សរួចយកមនុស្សទៅគ្រប់គ្រងការងារវិញប្រសិនបើបងប្អូនចង់ឲ្យអាជីវកម្មរបស់ខ្លួនឯងរឹងមាំសល់ពេលដេកលក់ស្រួលបងប្អូនត្រូវតែផ្លាស់ប្ដូរតួនាទីខ្លួនឯងពីអ្នករត់ធ្វើការងារឲ្យហាងមកធ្វើជាអ្នកបង្កើតប្រព័ន្ធនិងយន្តការឲ្យហាងរត់វិញម្ដងជំហានអនុវត្ត3យ៉ាងដើម្បីបង្កើតប្រព័ន្ធឲ្យហាងដើរដោយខ្លួនឯង actionable steps ដើម្បីជួយឲ្យបងប្អូនរំដោះខ្លួនចេញពីភាពហត់នឿយនិងមានពេលទំនេរឡើងវិញខ្ញុំសូមណែនាំជំហានអនុវត្តជាក់ស្ដែង3យ៉ាងដែលអាចយកទៅរៀបចំក្នុងអាជីវកម្មបានភ្លាមៗជំហានទី1បង្កើតសៀវភៅស្តង់ដារការងារឬយើងហៅថា SOP Standard Operating Procedure បងប្អូនត្រូវសរសេររាល់ការងារប្រចាំថ្ងៃរបស់ហាងចេញមកជាក្រដាសឬជាវីដេអូណែនាំឲ្យច្បាស់លាស់ឧទាហរណ៍បើកហាងកាហ្វេឬភោជនីយដ្ឋានត្រូវមានការណែនាំច្បាស់លាស់ថាម៉ោង7ព្រឹកត្រូវបើកទ្វាររបៀបណាឆុងកាហ្វេត្រូវដាក់ទឹកដោះគោប៉ុន្មានមីលីលីត្របើភ្ញៀវរអ៊ូត្រូវឆ្លើយតបបែបណានៅពេលការងារទាំងអស់មានស្តង់ដារនៅលើក្រដាសបុគ្គលិកថ្មីចូលមកក៏ពួកគេអាចអាននិងធ្វើតាមបានភ្លាមដោយមិនបាច់រត់មកស្រែកសួរដេញដោលបងប្អូនរាល់ថ្ងៃឡើយជំហានទី2ផ្ទេរសិទ្ធិនិងកំណត់ព្រំដែននៃការសម្រេចចិត្ត delegation and authority ឈប់ធ្វើជាអ្នកសម្រេចចិត្តគ្រប់រឿងទៅបងប្អូនត្រូវបណ្ដុះបណ្ដាលបុគ្គលិកឬអ្នកគ្រប់គ្រង manager ឲ្យចេះសម្រេចចិត្តជំនួសបងប្អូនអាចកំណត់ច្បាប់ថារាល់បញ្ហាណាដែលខាតបង់លុយក្រោម$50បងប្អូនមានសិទ្ធិសម្រេចចិត្តដោះស្រាយជាមួយភ្ញៀវភ្លាមរួចសរសេររបាយការណ៍ឲ្យបងដឹងតាមក្រោយប៉ុន្តែបើបញ្ហាណាធំលើពី$50ទើបត្រូវទេមកសួរដំបូន្មានពីបងធ្វើបែបនេះបងប្អូននឹងកាត់បន្ថយការរំខានបានរហូតដល់ទៅ80%ក្នុងមួយថ្ងៃជំហានទី3ប្រើប្រាស់បច្ចេកវិទ្យានិងប្រព័ន្ធគ្រប់គ្រង leverage technology នៅសម័យនេះបងប្អូនមិនបាច់អង្គុយចាំរាប់ស្តុកឬចាំមើលកាមេរ៉ារាល់ម៉ោងនាំតែឈឺក្បាលទេគួរវិនិយោគលើប្រព័ន្ធគ្រប់គ្រងការលក់ POS system
app គ្រប់គ្រងគណនីនិងប្រព័ន្ធគ្រប់គ្រងស្តុកទំនិញឲ្យបានត្រឹមត្រូវទោះបីជាបងប្អូននៅផ្ទះឬកំពុងដើរលេងនៅខេត្តឆ្ងាយក៏គ្រាន់តែបើកទូរស័ព្ទដៃមើល app ទៅដឹងភ្លាមថានៅសល់ស្តុកប៉ុន្មានលក់បានលុយប៉ុន្មាននិងដឹងពីដំណើរការហាងយ៉ាងច្បាស់ក្រឡែតបងប្អូនទាំងអស់គ្នាមេរៀនរកស៊ីដ៏ធំធេងពីវីដេអូថ្ងៃនេះគឺម្ចាស់អាជីវកម្មដែលពូកែមិនមែនជាអ្នកដែលធ្វើការងារហត់ជាងគេនៅក្នុងហាងនោះទេប៉ុន្តែគឺជាអ្នកដែលចេះរៀបចំប្រព័ន្ធការងារឲ្យមនុស្សនិងបច្ចេកវិទ្យាធ្វើការជំនួសខ្លួនដើម្បីបង្កើតផលចំណេញចូលឈប់បង្កើតការងារសម្រាប់ខ្លួនឯងធ្វើតែត្រូវចាប់ផ្ដើមបង្កើតអាជីវកម្មមួយដែលវាអាចរត់ទៅមុខបានដោយរលូនទោះបីជាគ្មានវត្តមានរបស់អ្នកតើបងប្អូនទាំងអស់គ្នាដែលកំពុងរកស៊ីធ្លាប់ជួបវិបត្តិហត់នឿយគ្មានពេលសម្រាប់បែបនឹងដែរឬទេហើយបងប្អូនធ្លាប់បានរៀបចំច្បាប់ការងារ SOP ឲ្យបុគ្គលិកហើយឬនៅសាកល្បង comment ចែករំលែកបទពិសោធន៍ឬបញ្ចេញមតិនៅខាងក្រោមវីដេអូនេះទាំងអស់គ្នាផងណាបើបងប្អូនពេញចិត្តវីដេអូគំនិតរកស៊ីយុទ្ធសាស្ត្រគ្រប់គ្រងនិងការអភិវឌ្ឍអាជីវកម្មពិតៗបែបនេះកុំភ្លេចជួយចុចប៊ូតុង like ចុច share ទៅកាន់មិត្តភ័ក្តិដែលជាម្ចាស់ហាងដូចគ្នានិងចុច subscribe channel របស់ខ្ញុំម្នាក់មួយផងដើម្បីកុំឲ្យរំលងនៅរាល់វីដេអូមានតម្លៃនៅថ្ងៃក្រោយសូមអរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការតាមដានទស្សនាហើយយើងនឹងជួបគ្នានៅវីដេអូគំនិតអាជីវកម្មបន្តទៀតសូមជូនពរឲ្យបងប្អូនទាំងអស់គ្នារកស៊ីមានបានហាងដើររលូននិងមានពេលទំនេរច្រើនៗជាមួយគ្រួសារទាំងអស់គ្នាបាយបាយ